ជំរាបសួរអ្នកនរគ្នាអញ្ចឹងនេះគឺជាវគ្គ Telegram tool ដែលអ្នកនរគ្នាអាចចូលឈ្មោះបានអញ្ចឹងនៅក្នុងវគ្គនេះយើងរៀនច្រើនហើយយើងប្រើ AI ក្នុងការសរសេរកូដងាយៗទេខ្លីៗយើងអាចធ្វើ tool Telegram បានអញ្ចឹង tool នេះគឺជា tool ដែលខ្ញុំបង្រៀនហើយខ្ញុំដាក់ tool ឲ្យអ្នកនរគ្នាដាក់ទាំងកូដឲ្យអ្នកនរគ្នារៀនយើងអាច load account យើងអាច check line check អីបាននេះ check account ណាងាប់ account ណារស់អីចឹងយើងមាន add member យើងមានធ្វើអីច្រើនអញ្ចឹងអ្នកនរគ្នាអាចចូលឈ្មោះបានតាមរយៈlink ដែលខ្ញុំដាក់នៅខាងក្រោមហ្នឹងហើយចំណុចស្រួលៗដែលខ្ញុំបង្ហាញថាយើងរៀនអីខ្លះនេះយើងរៀនពី API យើងរៀនប្រើ AI យើងតម្លើងកម្មវិធីសំខាន់ៗដែលសម្រាប់រៀនហ្នឹងយើងរៀន store account សម្រាប់ច្រើន account Telegram ទុកក្នុង tool ទុកសម្រាប់ប្រើយើងគ្រប់គ្រង account យើងអាចលុប account check info មើល check line ឬក៏ die អញ្ចឹងយើងអាចទាញ contact detail មើលព័ត៌មានលម្អិតរបស់ account ទាញសមាជិកចេញពីក្រុមរបស់គេក្រុមដែល public ក៏បានក្រុម private ក៏បានយើងទាញបានណាហើយយើងទាញ member ទាំងអស់យើងអាច filter បានដូចថា member active ឬក៏ member ដែលអសកម្មអីគឺយើងអត់ទាញយកគឺយើងអាចធ្វើបានហើយយើង add សមាជិកទាំងអស់ចូលទៅក្នុងក្រុមណាមួយរបស់យើងអីហ្នឹងគឺយើង add អាច add បានហើយយើង auto join ក្រុមដើម្បីផុសតែយើងមានក្រុមគេច្រើនជាងយើង account យើង auto join ហើយយើងផុសទៅកាន់ក្រុមរបស់គេហ្នឹងយើងផ្ញើសារយើង forward សាររបស់យើងឲ្យទៅបានយើងអាចផ្ញើសារលក្ខណៈផ្សាយពាណិជ្ជកម្មអីទៅកាន់មនុស្សម្ដងច្រើន user យើងដាក់តែ link របស់គេដែល scrape បានមកឬក៏ដាក់ username យើងផ្ញើទៅកាន់ក្រុមក៏បានដែរវា auto ផ្ញើយើងធ្វើផុសចូល channel ក៏បានយើងមានគ្រប់គ្រង channel ខ្លួនឯងយើងធ្វើ auto ផុសចូល channel ក៏បានយើងមាន account ច្រើនដូចថាមាន Telegram 100 account យើងចង់ react ចង់ comment ចង់ like អីនៅក្នុងpost ណាមួយក្នុង Telegram ក៏យើងអាចធ្វើបានយើង forward ទៅក្នុង channel Telegram យើងផុសអីមួយអញ្ចឹងយើងឲ្យ account យើងទាំង10ទាំង20ទាំង100ដែលយើងមាន forward ទៅកាន់ក្រុមផ្សេងៗដែលយើងដាក់ចូលទៅគឺវា forward ឬក៏ផ្ញើសារទៅកាន់អ្នកណាដែលយើងដាក់ទៅគឺវា auto ហើយមានមុខងារផ្សេងៗទៀតដែលខ្ញុំនឹងបរៀនអញ្ចឹងអ្នកនរគ្នាអាចចូលឈ្មោះបាននេះ tool នេះខ្ញុំដាក់ឲ្យពេលតែធ្វើឲ្យរៀនចប់គឺខ្ញុំដាក់ tool នឹងឲ្យប្រើហ្មងអ្នកដែលធ្វើអត់តន់ហើយឬក៏រៀនអត់សូវតន់អីក៏អាចយក tool នេះទៅប្រើបានដែរតែខ្ញុំ recommend ឲ្យខំរៀនកុំចាំប្រើ tool របស់ខ្ញុំព្រោះអី tool ខ្ញុំដាក់សម្រាប់ឲ្យរៀនទេអញ្ចឹងខ្ញុំមានប៉ុណ្ណឹងអ្នកនរគ្នាអាចចូលឈ្មោះបាន